ឈុតទី1នេះផងដែរបង្ហាញទៅដោយកញ្ញាភឹមស្រីនូនិងលោកយូថនវណ្ណៈពិធីសែនចងដៃផ្ទឹមឬដែលជនជាតិខ្មែរតែងនិយមហៅតគ្នាថាពិធីសែនចងផ្ទឹមឬព្រះថោងតង់ស្បៃនឹងនាគគឺជាកិច្ចដ៏សំខាន់បំផុតនៅក្នុងអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរដែលមិនអាចខ្វះបានជាការពិតណាស់សិល្បៈវប្បធម៌ខ្មែរតែងតែបង្កប់នូវអត្ថន័យនិងចំណេះដឹងយ៉ាងជ្រាលជ្រៅទៅលើគ្រឿងសក្ការៈសម្ភារៈប្រើប្រាស់ក៏ដូចជាក្បូរក្បាច់រចនាផ្សេងជាក់ស្ដែងនៅក្នុងវេលាដ៏មហោឡារិកនេះសំអាងការឌីសូនីតាបានសម្រិតសម្រាំងយ៉ាងចិត្តចង់ជាពិសេសមួយឈុតនេះសុទ្ធសឹងតែដកស្រង់ចេញពីចម្លាក់ប្រាសាទសិលាចារឹកជាក់ស្ដែងស្បែកខ្វៀលនិងអាវផាយមួយនេះផងដែរយើងបានដកស្រង់ចេញពីរុក្ខជាតិម្យ៉ាងដែលមានឈ្មោះថាវល្លិ៍ក្លូតលាយជាមួយនឹងក្បាច់ភ្ញីវល្លិដែលមាន